Ok bà xua sẽ đây bong bóng tầng khía nè pra con bấy mình tha TVS ba cha rồi copy go at the thế ngàyนี้ខ្ញុំមានការចែករំលែកតិចតួចទៀតពាក់ព័ន្ធជាមួយនឹងបងដែលប្រើប្រាស់ការកែប្រាស់កែដេរទាំងជាប់លេខបានណាអញ្ចឹងខ្ញុំដឹងថាបងប្អូនដែលពាក់ព័ន្ធនឹងការកែដេរហ្នឹងភាគច្រើនបំផុតហើយគឺគាត់តែងជួបបញ្ហាពាក់ព័ន្ធជាមួយនឹងក្បាលបុកបាឡុងភ្លើងហើយនឹងអឺប្រអប់លេខអញ្ចឹងភាគច្រើននៅពេលណាដែលបងប្អូនដេរណាដេរទាំងជាប់លេខបានអញ្ចឹងចំណុចនេះគឺតែងតែមានពាក់ព័ន្ធអញ្ចឹងដើម្បីដោះស្រាយចំណុចនេះបងប្អូនត្រូវតែឆែកមើលអង្គការខ្លួនឯងសំខាន់គោលគឺដៃអង្គការណាតើដៃអង្គការបងប្អូនបច្ចុប្បន្នហ្នឹងនៅទាក់អត់ចង់ដឹងថានៅទាក់ឬអត់បងប្អូនត្រូវចាប់អង្គការឲ្យជាប់បញ្ចូលលេខហើយប្រឡែងប្រាំងឲ្យអស់នៅលើផ្ទៃរាបស្មើមួយតើចាំមើលថាកង់3យើងមានអារម្មណ៍ថាកង់3មានអារម្មណ៍ថារំកិលទៅមុខតិចតួចឬអត់នៅតែទាញទៅមុខអត់បើនៅតែទាញនេះហើយមានន័យថាអង្គការយើងអត់ដាច់ទេពេលដែលអង្គការយើងអត់ដាច់ណាហើយពេលដែលយើងដេរណាចុចដេរអញ្ចឹងពេលដែលយើងអត់ចាប់អត់ដាច់មានថាយើងកំពុងជាប់លេខហើយអញ្ចឹងពេលដែលដេរវាធ្វើឲ្យម៉ាស៊ីនយើងតឹងជាងមុនតឹងជាងយើងអត់ជាប់លេខអញ្ចឹងពេលតឹងអត់ជាប់លេខវាធ្វើឲ្យកម្លាំងបោករបស់ក្បាលបុកទៅលើបាឡុងភ្លើងវាកាន់តែតឹងជាងមុនណាវាត្រូវការកម្លាំងអូសតឹងជាងមុនខ្លាំងអញ្ចឹងនេះហើយជាបញ្ហាពាក់ព័ន្ធចំណុចធំណាប្រសិនបើបងប្អូនអ្នកប្រើប្រាស់តែដេរទាំងចាប់លេខបានបងប្អូនត្រូវតែឧស្សាហ៍ពិនិត្យអង្គការខ្លួនឯងតើអង្គការយើងចាប់ដាច់ឬអត់និយាយរួមសូម្បីតែនៅសល់តែបន្តិចក៏មិនឲ្យមានដែរគឺចាប់ទៅតែដាច់ប្រឡែងប្រាំងគឺនឹងអត់មានប្រឡែងប្រាំងទៅមានអារម្មណ៍ថាកង់3អង្គទៅមុខទេណាបើមិនអញ្ចឹងស្មើនឹងបងប្អូនទេដេទាំងនៅជាប់តាក់លេខនៅឡើយមានថាអង្គការដាច់អញ្ចឹងវាធ្វើឲ្យក្បាលបុកហើយនឹងបឡុងភ្លើងរបស់បងប្អូនងាយខូចដោយសារអីកម្លាំងអូសរបស់វាត្រូវការខ្លាំងជាងមុនដើម្បីអូសបង្វិលបឡុងភ្លើងហ្នឹងដោយសារអីវានៅជាប់លេខបងប្អូននឹងស្រាប់ហើយថាពេលជាប់លេខគឺវាតឹងហើយវាខុសគ្នាពីយើងអត់ជាប់លេខចុះហើយបានខាងក្រុមហ៊ុនគេផលិតមកពេលដែលជាប់លេខគេអត់ចង់ឲ្យយើងដេរទេដោយសារអីការពារខ្លាច់វាបុកពេលដែលយើងដេរទៅយើងអត់ដឹងយើងអត់បានមើលអបញ្ញារបស់យើងដាច់ឬអត់យើងចុចដេរផ្លឹបក្បាលបុកគ្នាទាញបង្វិលបឡុងភ្លើងមកទាំងជាប់លេខវាតឹងខ្លាំងវាធ្វើឲ្យបែកហើយនេះហើយតែជាបញ្ហាធ្វើឲ្យយើងចំណាយបន្ថែមពាក់ព័ន្ធនឹងក្បាលបុកឬបឡុងភ្លើងហើយមួយទៀតវានឹងរៀលដាលរហូតទៅដល់ប្រអប់លេខធម្មតាដល់ពេលណាដែលវាបង្វិលទាំងជាប់លេខទាំងអីគឺវាធ្វើឲ្យប្រត្រាក់ទាំងប្រអប់លេខដែរជាងបងជាងយើងភាគច្រើនគឺគាត់អត់ប្រាប់ទេណាគាត់អត់ប្រាប់ទេចំណុចនេះអញ្ចឹងអានេះគឺតែជាបទពិសោធន៍ដែលខ្ញុំចង់ចែករំលែកជូនបងប្អូនឲ្យយល់ដឹងពាក់ព័ន្ធនឹងការប្រើប្រាស់កង់3ដែលដេរទាំងជាប់លេខណាដេរទាំងជាប់លេខបានអញ្ចឹងបងប្អូនត្រូវពិនិត្យអង្គយ៉ាឲ្យមែនទែនដើម្បីការពារការចំណាយពីព្រោះបងប្អូននឹងស្រាប់ហើយតើពេលណាដែលយើងខូចក្បាលបុកឬក៏បឡុងភ្លើងគឺការចំណាយខ្ពស់ពីព្រោះការជួសជុលរបស់យើងវាចង់ដូចគេឡានទៅហើយហ្នឹងការជួសជុលមានតម្លៃថ្លៃដូចគេឡានហើយអញ្ចឹងបងប្អូនត្រូវតែថែទាំចំណុចហ្នឹងឲ្យមែនទែនវាអាចជួយសន្សំសំចៃយើងមួយឆ្នាំបានខ្ទង់$100ណាអញ្ចឹងខ្ញុំក្នុងវីដេអូមេរៀននេះខ្ញុំអត់មានន័យច្រើនទេខ្ញុំចង់ចែករំលែកបងប្អូនតើពាក់ព័ន្ធចំណុចហ្នឹងមួយទេណាពាក់ព័ន្ធនឹងអង្គការសម្រាប់អ្នកដែលប្រើប្រាស់ដេរដោយជាប់លេខបានហើយអរគុណច្រើនសម្រាប់បងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីទស្សនាវីដេអូនេះតាំងពីដើមដល់ចប់អរគុណច្រើនបាយបាយ